បាទជំរាបសួរបងនេះជាវីដេអូនៃការ check របាយការណ៍នៃយើងបានបញ្ចូល stock តាមរយៈ Code Receipt បងបាទអញ្ចឹងបងចង់ដឹងថាថ្ងៃហ្នឹងបងបញ្ចូល stock តាម Code Receipt ប្រហែល invoice ឬក៏ប្រហែល item ឬក៏បង filter មើលបានណាបងបាទអញ្ចឹងដើម្បីបងអាចមើល report នៃការបញ្ចូល stock តាម Code Receipt បានអញ្ចឹងបងចុចទី1បងចុចទៅលើពាក្យ report បាទហើយបងចុចទៅលើពាក្យ inventory បងបាទចុចលើ inventory ហ្នឹងមកបង scroll ឡើងលើបន្តិចទៅបាទចឹងពេលបងស្គាល់ទៅបងនឹងឃើញមានពាក្យថា Good Receipt បងបាទចឹងមកចុចលើ Good Receipt ហ្នឹងមកបាទហើយចឹងកន្លែង Good Receipt របស់យើងនេះយើងមានថ្ងៃមានន័យថាបងចង់មើលពីថ្ងៃណា Day from ហ្នឹងគឺថ្ងៃចាប់ផ្ដើមចឹងឧទាហរណ៍បើបងចង់មើលពីថ្ងៃ1ចឹងបងចុចលើបតិទិនហ្នឹងមកបង select យកថ្ងៃ1បាទចឹងនេះ Day 2 Day 2ហ្នឹងថ្ងៃបញ្ចប់ចឹងបងចង់បញ្ចប់ថ្ងៃណាចឹងបងចុចលើបតិទិនមកបងចុចថ្ងៃ10មានន័យថាបងមើលពីថ្ងៃ1រហូតដល់ថ្ងៃ10ចឹងមានន័យថាបងចង់មើលប្រតិបត្តិការនៃការបញ្ចូល Good Receipt របស់បងហ្នឹងចាប់ពីថ្ងៃ1ដល់ថ្ងៃ10អញ្ចឹងហើយបងចុច filter មកបាទអញ្ចឹងពេលហ្នឹងរបាយការណ៍ដែលបងចង់របាយការណ៍ដែលបងបានបញ្ចូលប្រមាណ invoice វានឹងបង្ហាញនៅហ្នឹងហើយបងបាទហើយបើបងចង់មើលសម្រាយលម្អិតទៀតបងចុចពាក្យ expand បងចុចលើ expand ហ្នឹងមកគឺវាសម្រាយលម្អិតឲ្យយើងដឹងថាបងបានបញ្ចូល stock តាមរយៈ Code Receipt ហ្នឹងទៅលើ item អីខ្លះអញ្ចឹងឧទាហរណ៍នេះមានថ្ងៃមានខែហើយមានឆ្នាំហើយបង scroll មកក្រោយបងឃើញមានលេខកូដ item ទៅលើ item របស់បងហើយចំនួន stock មានន័យថា quantity ចំនួនបងបានបញ្ចូលទៅតាម Code Receipt ហ្នឹងចំនួនប្រមាណទៅលើ item ហ្នឹងហើយវណ្ណៈនេះបងបញ្ចូលចំនួនប៉ុន្មានហើយគិតទឹកលុយប្រមាណបើសិនជាបងមានដាក់ថ្លៃដើមអីចឹងបងបាទអញ្ចឹង report នៃការ check Code Receipt គឺប៉ុណ្ណឹង